ប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយបងប្អូននេះគឺថាយើងថ្ងៃនេះយើងមករៀនធ្វើញ៉ាំស្ដៅទៀតហើយបងប្អូនញ៉ាំស្ដៅតែថ្ងៃនេះយើងមកយកបែបសាច់ជ្រូកស្បែកជ្រូកជាមួយនឹងត្រីដែកអាំងអញ្ចឹងណាបងប្អូនយើងដូររសជាតិវាហើយនិយាយពីថាឆ្ងាញ់លើសមុនទៀតបងប្អូនហើយនេះបងប្អូនដល់វាបើក្បាលវីដេអូឲ្យបងប្អូនមើលបន្តិចណាចាហើយបងប្អូននិយាយពីថារសជាតិវាឆ្ងាញ់ខ្លាំងចឹងយើងថាយើងដាក់សាច់ជ្រូក3ចិនណាបងប្អូនដោយសារតែត្រីដែករបស់យើងក៏វាឆ្ងាញ់ជាមួយនឹងគេហៅថាស្បែកជ្រូកណាបងប្អូនសម្រាប់ញ៉ាំមុខនេះវិញបងប្អូនយើងធ្វើជាគ្រឿងក្លែមក៏បានដូចខ្ញុំនិយាយចឹងបងប្អូនថាយើងបានមានបាយមានអីទៀតក៏រឹតតែឆ្ងាញ់ហូបលេងក៏បានដែរបងប្អូនមកហូបមុខនេះគឺថាត្រូវប៉ាន់ទាំងអស់ចឹងណាហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវគឺថាងាកមកមើលគ្រឿងផ្សំរបស់យើងចាមានដូចជាស្ដៅត្រីដែងហើយការ៉ុតហើយម្ទេសស្រស់អី2-3ផ្លែអីចឹង2-3គ្រាប់អីចឹងមកបងប្អូនហើយនឹងម្ទេសហាវ៉ៃបងប្អូនកន្លែងនេះខ្ញុំយកពណ៌លឿងហើយនឹងពណ៌ក្រហមហើយនឹងសណ្តែកគួរហើយបន្ទាប់ពីថារ៉ែរាប់គ្រឿងឲ្យបងប្អូនបានស្ដាប់ហើយឥឡូវថាដល់វគ្គយើងយកស្ដៅរបស់យើងយកមកស្រុះសិនណាបងប្អូនកន្លែងនេះយើងស្រុះស្ដៅយើងប្រហែលជា5នាទីអីបានណាបងប្អូនមិនបាច់ថាស្រុះយូរទេស្រុះយូរវាអត់ឆ្ងាញ់ទេបងប្អូនស្ដៅឲ្យទៅជាល្វីងទៅជាអីខ្លាំងចឹងណាហ្នឹងហើយបងប្អូនឥឡូវថាដល់វគ្គយើងមកជាស្បែកជ្រូកយើងឲ្យស្អាតសិនហើយកន្លែងនេះស្បែកជ្រូកវិជ្ជាបងប្អូនខ្ញុំស្ងោររួចរាល់អស់ហើយឥឡូវថាយើងជាខ្លាញ់វាចេញដោយសារតែខ្លាញ់វាក្រាស់ពេកអញ្ចឹងណាបងប្អូនដាក់ខ្លាញ់ក្រាស់ពេកអត់ឆ្ងាញ់ទេដូច្នេះហើយយើងជាយកទៅស្បែកវាអញ្ចឹងមកឲ្យបងប្អូនហាន់ជ្រៀកអញ្ចឹងណាបងប្អូនចាយើងហាន់ថាមើលទៅឲ្យថាពេលដែលយើងយកទៅធ្វើយកទៅប្រឡាក់គ្រឿងអីវាចូលជាតិបានឆ្ងាញ់ល្អអញ្ចឹងណាបងប្អូនចាហើយបន្ទាប់ពីយើងហាន់ហើយយើងទុកវាមួយឡែកសិនមកយើងដាក់វាទុកមួយឡែកសិនមកបងប្អូនហើយឥឡូវគឺថាដល់វគ្គយើងងាកទៅបេះត្រីសាច់ត្រីរបស់យើងហើយកន្លែងនេះសាច់ត្រីរបស់ខ្ញុំអាំងឆ្អិនហើយដូចគ្នាដែរត្រីដែងខ្ញុំជ្រើសរើសត្រីដែងនេះបើថាបងប្អូនណាចង់ដាក់ត្រីផ្ទក់ក៏បានដែរចាហើយបន្ទាប់ពីថាបេះត្រីបេះអីទុកដាក់រួចរាល់អស់ហើយបងប្អូនឥឡូវយើងមកផ្សំគ្រឿងមុនមកខ្ញុំដាក់ប្រហុកចូលចាប្រហុកកន្លែងនេះខ្ញុំអាំងប្រហុកដាក់បន្តិចណាបងប្អូនហើយនឹងស្ករត្នោតខ្ញុំប្រើស្ករត្នោតដដែលអញ្ចឹងណាបងប្អូនដើម្បីឲ្យសាច់ញ៉ាំរបស់ខ្ញុំហ្នឹងគឺថាវាឆ្ងាញ់ចាហើយបន្ទាប់មកទៀតទុំអំពិលបងប្អូនចាទុំអំពិលដាក់2លាព្រា3លាព្រាអីចឹងមកថាយើងធ្វើតិចធ្វើច្រើនចឹងណាហើយបន្ទាប់មកទៀតយើងដាក់ម្ទេសស្រស់ដែលយើងបានហាន់មកហ្នឹងណាមានម្ទេសផ្លោកពើក្រហមម្ទេសហើយនឹងម្ទេសខៀវខ្ចីរបស់យើងនឹងមកហើយមានខ្ទឹមសខ្ទឹមក្រហមណាបងប្អូនក៏ច្រាំក៏បានចិត្តជាចប៉ែតបែបហ្នឹងក៏បានដែរហើយថែមប៊ីចេង2លាព្រាចឹងមកបងប្អូនហើយបន្ទាប់មកទៀតបងប្អូនចានៅកន្លែងនេះយើងដាក់ទឹកត្រីបន្តិចមកបើសិនបើថាយើងលួចចាប់អំបិលបន្តិចក៏បានហើយណាមួយកន្លែងនេះខ្ញុំបានដាក់អំបិលដោយសារតែឲ្យខ្ញុំដាក់ប្រហុកហើយចឹងណាបងប្អូនចាហើយបញ្ជាក់បងប្អូនប្រហុកយើងអាំងវាក្រៀមឲ្យឆ្ងាញ់ចឹងមកដើម្បីវាឈ្ងុយបន្ទាប់មកទៀតបងប្អូនយើងប្រឡាក់គ្រឿងយើងរួចរាល់ហើយយើងថែមស្បែកជ្រូកហើយនឹងត្រីដែកដែលយើងបានបេះមាញ់ទុករួចរាល់ណាបងប្អូនចាទៅមកយើងច្បល់ចូលគ្នាមកបងប្អូនអត់ពេលថាវាចូលជាតិគ្នាជាមួយត្រីជាមួយសាច់ជាមួយជាតិគ្រឿងរបស់យើងណាបងប្អូនចាហើយបន្ទាប់មកទៀតយើងដាក់ស្ដៅចង់ផ្លេចហ្នឹងហើយយើងដាក់ស្ដៅរបស់យើងដែលយើងបានបេះហើយអីហើយហ្នឹងដាក់ចូលទៅហើយផ្នែកបន្លែបងប្អូនខ្ញុំដាក់ការ៉ុតស្ពៃការ៉ុតហើយនឹងស្បែកគួរហើយនឹងស្បែកសំទោសបងប្អូនស្បែកគួរម្ទេសហាវ៉ៃហើយដាក់ស្លឹកស៊ីលើអីមកបងប្អូនជីពណ៌ត្រីជីក្រហមអីចឹងមកចាហើយបន្ទាប់មកបងប្អូនច្បល់ចូលគ្នាឲ្យសព្វដើម្បីឲ្យវាចូលជាតិគ្នាជាមួយបន្លែជាមួយសាច់ត្រីជាមួយអីណាបងប្អូនកន្លែងនេះច្បល់ផងភ្លក់ផងណាបងប្អូនចាដើម្បីថាយើងថាចង់បានរសជាតិបែបណាល្មមអីបងប្អូនថែមថយគ្រឿងតាមហ្នឹងណាចាហើយឥឡូវគឺថាយើងរួចរាល់ហើយបងប្អូនញ៉ាំរបស់យើងញ៉ាំស្ដៅស្បែកជ្រូកជាមួយត្រីដែងគឺថាឲ្យដល់បេះណាបងប្អូនឆ្ងាញ់ខ្លាំងណាហ្នឹងហើយបងប្អូនទាំងអស់គ្នានេះគ្រឿងក្រូបរបស់យើងគឺថារួចរាល់ហើយបងប្អូនហើយជាចុងបញ្ចប់បងប្អូនកុំភ្លេចបន្ថែមជាមួយនឹងសណ្តែកដីណាគ្រឿងពិសេសចុងក្រោយបងប្អូនចាហើយមកហូបមួយមុខនេះបងប្អូនអើយដូចខ្ញុំនិយាយអញ្ចឹងយើងហូបលេងក៏បានដែរហើយយើងហូបជាមួយបាយក៏បានយើងធ្វើជាគ្រឿងក្លែមក៏បានដែរនិយាយថារឹតតែឆ្ងាញ់ណាបងប្អូនដូចខ្ញុំនិយាយចូលបានគ្នា4-5នាក់អីដាក់អាតិចពីវា10អីអេមណាហ្នឹងហើយបងប្អូនទាំងអស់គ្នាឥឡូវគឺថាតិចទៀតដល់វគ្គយើងមកភ្លក់មើលហើយបងប្អូនសម្រាប់មកហូបមួយមុខនេះណាបងប្អូនអាច
បើតនេះបងប្អូនធ្វើទៅគឺថាអត់ខកចិត្តទេដោយសារតែណាមួយខែនេះវារៀងសម្បូរស្ដៅដែរអញ្ចឹងណាបងប្អូនធ្វើហូបទៅហ្នឹងហើយដល់វាចែកกับភ្លក់ឲ្យបងប្អូនអើយគឺថាឲ្យមេដៃមេអុយហ្នឹងគឺថាប្លែករសជាតិដែរដោយសារតែយើងបន្ថែមប្រហុកថែមអីអញ្ចឹងណាហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណបងប្អូនដែលមើលវីដេអូនេះដល់រហូតដល់ចប់ហើយកុំភ្លេចជួយ follow page ហើយនិង share វីដេអូនេះផងដែរអរគុណច្រើន